បងប្អូនដឹងអត់ចំណងជើងនៃជីវិតពេលខ្លះចាមិនបាច់ចាំ perfect ពេកក៏បានដែរចាមិនបាច់មើលជីវិតរបស់អ្នកអតីតច្រើនពេកក៏បានដែរត្រឹមសមត្រឹមមើលតែជីវិតរបស់ខ្លួនឯងឲ្យល្អប្រសើរទៅគឺបានហើយដូចជាមួយនឹងឆាតកួនមុខនឹងចាថ្ងៃហ្នឹងយើងធ្វើម្ហូបឆ្ងាញ់តែមិនគាត់ថាថ្ងៃស្អែកយើងធ្វើម្ហូបឆ្ងាញ់ជារៀងរាល់ថ្ងៃយាយត្រូវក៏បងប្អូនចាអញ្ចឹងមនុស្សយើងចង់មុខម្ហូបនេះចង់មុខម្ហូបនោះចាជារៀងរាល់ថ្ងៃគឺអត់ដូចគ្នាទេហើយបើនិយាយថាជីវិតមនុស្សយើងបើឲ្យយើងទៅផ្គប់ចិត្តនរណាម្នាក់បានអត់គឺអត់ទេមិនយើងមិនអាចផ្គប់ចិត្តនរណាម្នាក់បានទេចារាល់ថ្ងៃនេះខ្លួនឯងផ្គប់ចិត្តខ្លួនឯងបានផងយើងទៅផ្គប់ចិត្តអ្នកណាបានលើអត់ត្រូវអត់បងប្អូនចាសូម្បីតែឆាតកួនមួយមុខនេះចាក៏មានរសជាតិជាមួយនឹងគ្រប់គ្រឿងដែរបើយើងអត់មានគ្រឿងផ្សំអត់មានស្ករអត់មានប៊ីចេងចាអត់មានទឹកត្រីអត់មានប្រេងខ្យងចាអត់មានម្ទេសអត់មានសាច់ទេសួរថាម្ហូបមួយហ្នឹងឆ្ងាញ់អត់ចឹងណាចាបើសិនជាយើងធ្វើម្ហូបដាក់តែបន្លែចាដាក់តែបន្លែហើយអត់មានគ្រឿងទេសតែឆ្ងាញ់អត់ឆ្ងាញ់ទេណាបងប្អូនចាអញ្ចឹងជីវិតរបស់យើងគ្រឿងផ្សំនៃជីវិតរបស់យើងគឺមានគ្រប់រសជាតិទាំងអស់ចាហើយក៏កុំសូវគិតថាខ្លួនឯងចង់ចេះធ្វើម្ហូបខ្លួនឯងចង់ចេញវីដេអូធ្វើម្ហូបតែម្ហូបយើងវាអត់អត់និយាយថាអត់កំពូម្ហូបដូចគេម្ហូបគេបែបទំនើបអីចឹងណាបងប្អូនចាបងប្អូនកុំខ្វល់ចាចង់ធ្វើអីធ្វើនឹងទៅចាចង់ចេះអីយើងធ្វើនឹងទៅចាកុំបាច់ទៅមើលគេថាខ្ញុំត្រូវតែទៅធ្វើម្ហូបដូចគេខ្ញុំត្រូវតែដូចគេខ្ញុំត្រូវជីវភាពខ្ញុំដូចគេអត់ទេបងប្អូនចាមនុស្សម្នាក់មានស្ថានភាពឬក្នុងជីវិតខុសគ្នាចាការធ្វើម្ហូបនឹងចំណងចំណូលចិត្តនៃគ្រួសារចាគឺខុសគ្នាចាធ្វើអីដែលយើងមានធ្វើអីទៅតាមលទ្ធភាពចាកុំមើលតាមអ្នកណាកុំហាយសូរតាមអ្នកណាបងប្អូនមកនិយាយពីជីវិតខ្ញុំវិញណាខ្ញុំគឺជាមនុស្សម្នាក់ដែលអត់ចូលចិត្តហាយសូរតាមគេទេខ្ញុំធ្វើអ្វីទៅតាមលទ្ធភាពទៅតាមជីវភាពរបស់ខ្ញុំចាឲ្យឃើញគេធ្វើនេះធ្វើនោះទៅលោតហក់ដូចគេគឺអត់ទេគេថាឃើញគេមានបានយើងចេះចង់មានបានដូចគេទៅចាអ្នកណាក៏ចេះចង់មានបានដែរតែកុំឲ្យលើសពីសមត្ថភាពធ្វើអីក៏ដោយកុំឲ្យហួសពីសមត្ថភាពចាដូចខ្ញុំថ្ងៃនេះចឹងខ្ញុំធ្វើម្ហូបឆាតកួនហើយមិនប្រកាសថាថ្ងៃស្អែកគឺខ្ញុំឆាតកួនទេត្រូវអត់ចាថ្ងៃស្អែកខ្ញុំមិនអាចធ្វើម្ហូបផ្សេងចឹងទៅហើយតាក់ទងមួយការធ្វើម្ហូបរបស់ខ្ញុំចាខ្ញុំចូលចិត្តធ្វើម្ហូបសមរម្យទៅអ្វីដែលគ្រួសារខ្ញុំមានចាខ្ញុំចូលចិត្តធ្វើអ្វីដែលខ្ញុំចូលចិត្តញ៉ាំចាខ្ញុំអត់ចូលចិត្តទៅធ្វើតាមណាគេទេចឹងបងប្អូនត្រូវបើកបេះដូងខ្លួនឯងណាពេលខ្លះមើលលុយនឹងហៅប៉ៅខ្លួនឯងមិនប៉ុណ្ណេះតែចង់ធ្វើហួសក៏ហៅថាហួសមៀតដែរបងប្អូនកុំអីចាអានេះគឺជាជីវិតមនុស្សយើងចាមិននិយាយពីឆាតកួនរបស់យើងនេះបងប្អូនហើយគឺឆ្ងាញ់ហ្មងសម្រាប់ខ្ញុំបងប្អូនខ្ញុំពីក្មេងៗណាចាធ្លាប់ទៅជូតសូវធ្លាប់ទៅមើលគោទៅស្ទូងខ្សែឲ្យគេថ្ងៃមួយគ្រួសារខ្ញុំអត់ដែលឆាសាច់ជ្រូក3ជាន់អាធំហ្នឹងឯងចាទៅឆាទៅស្ទូងឲ្យគាត់ហ្នឹងម្ចាស់ស្រែនិយាយថាចិត្តល្អខ្លាំងបងប្អូននោះនិយាយថាឆាសាច់ជ្រូកឲ្យប្រទេសឡើងប៉ុណ្ណាណីហើយខ្ញុំថាខ្ញុំអត់ដែរញ៉ាំសាច់ជ្រូកបែបហ្នឹងបងប្អូន3ជាន់ហើយឆាមួយតកួនអញ្ចឹងខ្ញុំចាំហូបមួយមុខហ្នឹងអត់ភ្លេចហ្មង